វីដេអូទី1រូបរាងនិងទីតាំងរៀបរាប់ពីរចនាសម្ព័ន្ធពិសេសនៃប្រាសាទតាក្របីដែលប្រើថ្ម sandstone មានច្រាកចេញចូលទាំង4ផ្លូវនិងមានលីងហ្គាធម្មជាតិក្នុងសំណង់ស្ថិតនៅចុងតំបន់ភ្លុំដងរ៉ែក្នុងស្រុកបន្ទាយអំពីលខេត្តអូដាមានជ័យភ្ជាប់ដល់ខេត្តស៊ូរិនរបស់ថៃវីដេអូទី2ប្រវត្តិសាស្ត្រសាងសង់ប្រាសាទតាក្របីសាងសង់ឡើងចន្លោះសម័យ11ដល់12ម៉ែត្រប្រហែលតាមស្ទីលបាយ័នសម័យចៃវរ្ម័នទី7ជាឧទាហរណ៍នៃសិល្បៈខ្មែរបុរាណដែលមិនទទួលបានការកាត់តែលម្អិតឡើយទោះជាស្ថាបត្យកម្មមានគុណភាពល្អក៏ដោយវីដេអូទី3ទីតាំងភូមិសាស្ត្រនិងទេសនីយភាពថតពីលើមើលជិតប្រាសាទដែលជាកន្លែងស្ងប់ស្ងាត់ក្នុងព្រៃភ្នំដងរែកផ្ដល់ទេសភាពងងឹតត្រជាក់និងអារម្មណ៍ថានឹងកាន់តែជិតស្និទ្ធទៅនឹងប្រវត្តិអាក្រិកវីដេអូទី4វិវាទខ្មែរប្រឆាំងវត្តមានច្បាស់ពីថៃរៀបរាប់ពីវិវាទផ្ទៃដីដែលបានកើតឡើងបណ្ដាលពីវិមានតាក្របីភាសូដីមួយចំណោមវត្តមានដែលថៃព្យាយាមអះអាងជាមហាជាតិរបស់ខ្លួនការប្រយុទ្ធបានកើតឡើង2008-2011 និង2025និងកម្ពុជាបានចេញឈ្មោះ3សំណុំទៀតដើម្បីយកទៅដាក់លេខនៅ International Court of Justice ICJ វីដេអូទី5ទិដ្ឋភាពបច្ចុប្បន្ននិងសង្គ្រោះអន្តរជាតិបង្ហាញពីស្ថានភាពសន្តិភាពក្រៅប្រវត្តិវិវាទដោយមានការយកអង្គការសហជីពអាស៊ានមកទាក់ទាញ with observers ក្នុងសូមអបអរសាទរសង្គ្រាម2025និងវិធានការ ICJ ដែលកម្ពុជាគម្រោងនឹងដាក់សោះ